បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំជូតនិងឆ្នាំរកាជីវិតប្តីប្រពន្ធផ្ដោតទៅលើការរស់នៅជាមួយគ្នាបានសុខសប្បាយនិងចាប់ដៃគ្នារកស៊ីមានឬក៏ក្រចុះបើឆ្នាំជូតនិងឆ្នាំរកាបានគ្នាជាប្តីប្រពន្ធគឺល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនមានការឆ្លោះប្រកែកគ្នាជាញឹកញាប់បន្តិចចាប់ពីបានកូនមួយឬកូនពីរទៅអ្នកទាំងពីរធ្វើអ្វីច្រើនអាងរៀងខ្លួននិងមិនចាំបាច់សួរយោបល់គ្នាទេចុះឆ្នាំជូតនិងឆ្នាំរកាគួរយកកូនប្រុសឬកូនស្រីល្អជាងគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលឧទាហរណ៍បើឆ្នាំទាំងពីរមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាមិនសូវចុះសម្រុងនឹងគ្នាទេហើយកូនខ្លះក៏អាចធ្វើឲ្យឪពុកម្ដាយលះលែងគ្នារកស៊ីបងខាតឬក៏មានគ្រោះថ្នាក់ផ្សេងទៀតក៏មានដែរតែបើបានកូនស្រីវិញមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខល្អណាស់ឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរនេះមានធាតុញីឈ្មោលមានន័យថាអ្នកទាំងពីរអាចយកកូនស្រីក៏បានយកកូនប្រុសក៏បានសុទ្ធតែល្អទាំងអស់ហើយរស់នៅជាមួយគ្នាបានសេចក្តីសុខទៀតផងចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលបុណ្យពីកំណើត5យ៉ាងសម្រាប់មនុស្សម្នាក់ទី1សុខភាពទី2សំពេចបុណ្យនិងចំណេះជំនាញទី3ការទំនាក់ទំនងទី4សេចក្តីព្យាយាមនិងទី5លុយកាក់តែនៅក្នុងផលបុណ្យពីកំណើតទាំង5នេះមាន3សំខាន់មានសុខភាពមានសំពេចបុណ្យនិងចំណេះជំនាញនិងមានការទំនាក់ទំនងសម្រាប់មនុស្សម្នាក់ដែលមានតាំងពីកំណើតមកម្ល៉េះទី1មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះជំនាញនិងទំនាក់ទំនងទាំង3ហ្នឹងគឺល្អហើយនោះអ្នកនោះឯងនឹងជាអ្នកមានឬបានធ្វើការធំនៅពេលក្រោយបើបច្ចុប្បន្នមិនទាន់មានទី2មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះជំនាញនិងការទំនាក់ទំនងទាំង3ហ្នឹងមាន2ល្អហើយ1មិនសូវល្អអ្នកនោះឯងបើធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតខ្ពស់ទី3មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះជំនាញនិងការទំនាក់ទំនងទាំង3ហ្នឹងមាន1ល្អហើយ2មិនសូវល្អនោះអ្នកនោះឯងបើធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតទាបឧទាហរណ៍ឆ្នាំជូតកើតថ្ងៃច័ន្ទខែវិច្ឆិកានិងឆ្នាំរកាកើតថ្ងៃពុធខែឧសភាតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនៅក្នុងឧទាហរណ៍នេះគេឃើញថាទី1សុខភាពអ្នកឆ្នាំជូតពីក្មេងមានសុខភាពល្អដល់ចាស់មានសុខភាពមិនសូវល្អចំពោះឆ្នាំរកាពីក្មេងមានសុខភាពល្អដល់ចាស់ក៏មានសុខភាពល្អដែរទី2សំពេចបុណ្យនិងចំណេះជំនាញឆ្នាំទាំងពីរនេះបើរៀនបានច្រើនបើធ្វើការនឹងបានធ្វើការធំបើរស់ស៊ីនឹងមានមុខរបរធំដុំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនទាន់មានទី3ការទំនាក់ទំនងឆ្នាំជូតរស់នៅជាមួយគ្នាពូកែយកចិត្តដៃគូចំពោះឆ្នាំរការស់នៅជាមួយគ្នាក៏ពូកែយកចិត្តដៃគូដែរដូចនេះឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាចេះអធ្យាស្រ័យឲ្យគ្នា
នឹងយល់ចិត្តគ្នាបានល្អណាស់ទី4សេចក្តីព្យាយាមអ្នកឆ្នាំជូតធ្វើការមិនសូវចេះប្រកាន់ខ្លួនទេហើយមានចិត្តអំណត់ខ្ពស់ទៀតចំពោះឆ្នាំរកាធ្វើការរៀងថ្នមខ្លួនបន្តិចតែមានចិត្តចេះអធ្យាស្រ័យឲ្យគ្នាទី5លុយកាក់ឆ្នាំទាំងពីរនេះគឺជាមនុស្សចាយលុយរៀងរិះថាមបន្តិចស្របមកវិញបើឆ្នាំទាំងពីរនេះបានគ្នាជាប្តីប្រពន្ធមានឬក៏ក្រអាស្រ័យទៅលើលោកអ្នកជាអ្នកគិតនិងដាក់ពិន្ទុឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាតែគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនេះមកគណនារកមើលទើបដឹងសូមអរគុណ